សួស្តីអ្នកគ្នាចឹងថ្ងៃនេះខ្ញុំចង់មកបង្ហាញជាមួយនឹងប្រភេទដង casting មួយប្រភេទដែលទៅចូល stock ចឹងណាដូចអ្នកគ្នាដឹងហើយវីដេអូមុនខ្ញុំបង្ហាញអ្នកគ្នាដងយើងចិត្តអស់ stock ហើយដងឥឡូវទៅតែម្ដង stock បាន10ដើមទៀតចឹងក៏ឆ្លៀតថតបង្ហាញជូនអ្នកគ្នាបន្តិចហើយដងនេះជាប្រភេទដង casting ជាប្រភេទដងចុងទុនដូចអ្នកគ្នាឃើញហើយចុងវាអត់ក្រាស់ទេមកល្មមបងក៏ដូចជាអូនអាចយកទៅលេងត្រីស្រែត្រីបឹងបានចឹងណាហើយស្រាប់ប្រវែងវាគឺប្រវែង 2.13 m ជាមួយនឹង LB 8ទៅ15 LB ជាមួយនឹងក្រាមលេង8ទៅ25ក្រាមហើយស្រាប់ដងប៉ុណ្ណេះបងក៏ដូចជាអូនអាចយកទៅលេងត្រីស្រែត្រីបឹងបានចឹងណាហើយបើសិនជាលេងត្រីខ្នាតគីឡូអត់អាចលេងបានទេដោយសារតែដងនេះជាប្រភេទដងចុងទុនហើយជាប្រភេទដងដែលអាចលេងបានត្រឹមត្រីស្រែត្រីបឹងអីចឹងណាចឹងបើសិនជាបងអូនដែលគាត់ចង់បានហើយយកទៅលេងត្រីស្រែក៏ដូចជាត្រីបឹងហើយត្រីខ្នាតមធ្យមជាស្ដេចអាចលេងបានហើយបើសិនជាត្រីខ្នាតគីឡូចាប់ពី1គីឡូអីអាហ្នឹងអាស្រ័យលើបច្ចេកទេសដែលយើងលេងតែចឹងណាតែបើសិនជាបងអូនដៃថ្មីដែលគាត់ចង់បានដង casting ហើយស្អាតយកទៅលេងចឹងបងអាចមើលដងនេះបានក៏ដូចជាអាចលេងបានហើយបើសិនជាបងក៏ដូចជាអូនដែលគាត់ធ្លាប់លេងហើយក៏អាចយកទៅលេងបានដែរដោយសារតម្លៃវាល្អចឹងដងនេះតម្លៃត្រឹមតែ$12ទេជាប្រភេទដង casting ប្រវែង 2.13 m ហើយជាប្រភេទដងទៅចូលស្តុកថ្មីហើយបានតែ10ដើមទេចឹងបងអាចមើលបាន detail សាច់ដងជាសាច់ដងពងមូលគល់ក៏ដូចជាក្រហមលីខ្មៅពណ៌ហើយមានបច្ចេកពី LB បច្ចេកពីប្រវែងស្រាច់ចឹងបងអាចមើលបានហើយស្រាប់តម្លៃល្អដូចខ្ញុំបញ្ជាក់ចឹងតម្លៃត្រឹមតែ$12ទេបងអូនដៃថ្មីដែលគាត់ចង់សាកលេង casting ក៏អាចលេងបានតម្លៃវាប៉ុណ្ណឹងវាមិនជាថ្លៃដូចដងផ្សេងទេចឹងប៉ុណ្ណឹងយើងអាចលេងបានហើយបងអូនដែលគាត់ចេះលេងហើយក៏អាចយកទៅលេងបានដែរដោយសារដងនេះយើងអាចលេងបានត្រឹមត្រីស្រែនិយាយទៅត្រីយើងឥឡូវក៏វាមិនជាសូវធំណាស់ណាដែរចឹងបងអូនអាចយកទៅលេងបានតែបើសិនជាបងអូននៅក្រុងប៉ោយប៉ែតគាត់អាចមកមើលដល់ទីតាំងបានដោយសារទីតាំងខ្ញុំនៅក្រុងប៉ោយប៉ែតចឹងគាត់អាចមកមើលបានហើយដងយើងសរុបទាំងអស់ប្រហែលជា20ដើមតិចតួចដែរដោយសារខ្ញុំយកចូលមកបាន10ដើមចឹងហើយនៅអាចាស់តិចតួចទៀតវាបានប្រហែលជា20ដើមតិចដែរចឹងបងអាចមកមើលបានមានប្រហែលជា4-5ម៉ូតដែរមិនជាតិចទេមាន4-5ម៉ូតគ្រាន់តែម៉ូតខ្លះសល់មួយដើមដូចចឹងទៅម៉ូតខ្លះសល់2ដើមម៉ូតខ្លះសល់ច្រើនដើមចឹងបងអូនអាចមកមើលបានដល់ទីតាំងហើយមិនមែនមានតែដងទេខ្ញុំក៏មានជាមួយនឹងដុំក៏ដូចជាខ្សែដែរហើយសម្រាប់ដុំខ្ញុំមាននៅសល់តិចដែរទេដោយសារយើងចិត្តអស់ stock ដែរហើយខ្ញុំកំពុងកំងមកដែរគ្រាន់តែវាអត់មកដល់ចឹងហើយសម្រាប់ខ្សែក៏មិនជាសល់ច្រើនដែរដោយសារខ្ញុំយកមកជិត30គ្រាប់ឥឡូវសល់ប្រហែលជា10គ្រាប់ជាងចឹងហើយបងអាចមើលបាននួយជ័រយើងសល់បន្តិចទេនួយជ័រជានួយជ័រតូចប៉ុនមេដៃគ្រាន់តែកាក់2វាអត់សូវធន់ខ្លាំងទេគ្រាន់តែវាប្រភេទកាក់2ហើយតម្លៃក៏ល្អដែរនួយជ័រតម្លៃត្រឹម$6000ទេបើសិនជាបងនៅក្រុងប៉ោយប៉ែតអីគាត់អាចមករកមើលបាននេះនួយជ័រជាភេទកាក់2គ្រាន់តែនួយជ័រតូចចឹងយើងលេងបានត្រីតូចហើយក៏បានអត់សូវឆ្ងាយទេចឹងខ្ញុំបញ្ជាក់ឲ្យតែតម្លៃល្អនួយជ័រហ្នឹងតម្លៃត្រឹមតែ$6000ទេហើយសម្រាប់ដុំចិត្តអស់ stock ហើយនៅសល់ប្រហែលជា6-7គ្រាប់ដោយបងអូនឃើញក្នុងវីដេអូចឹងប្រហែលជា6-7គ្រាប់ហើយសម្រាប់ដងបឆោខ្មៅនៅក្នុងទូនេះដងនេះជាប្រភេទដង Shimano ផុសចិនចឹងផលិតនៅចិន Shimano XZ នេះផលិតនៅចិនខ្ញុំក៏មកទុកលេងខ្លួនឯងហើយអានេះជាប្រព័ន្ធលើកទឹកចិត្តខ្លួនឯងដោយសារតែចូលឆ្នាំយើងដេកផ្ទះបានល្អចឹងណាយកបានទៅដើរលេងអីទេចឹងហើយអាហ្នឹងប្រព័ន្ធលើកទឹកចិត្តខ្លួនឯងសម្រាប់ការដេកផ្ទះបានល្អហ្នឹងហើយទិញមកទុកលេងខ្លួនឯងទេហើយបើសិនជាបងចង់ទិញក៏ដូចជាចង់កំងអាចតាក់ទងមកបានដូចគ្នាហើយដងនេះខ្ញុំក៏អត់ទាន់បានយកទៅលេងដែរចឹងបើសិនជាបងចង់បានបងអាចឆាតសួរតម្លៃឆាតសួរអីបានហើយខ្ញុំបង្ហាញ detail ជូនបងពេលឆាតមកចឹងណាហើយតម្លៃវាល្បាក់5ជាង5ជាងវាមកគួរសមដែរដោយសារបើសិនជាផុសជប៉ុនចំតែម្ដងតម្លៃវាថ្លៃបងដឹងហើយ Shimano ផុសជប៉ុនតម្លៃមួយអត់ទាបទេប៉ុន្តែអានេះផលិតនៅចិនគុណភាពបែបចិនចឹងណាយើងអត់ដឹងថាវាល្អប៉ុណ្ណាទេដោយសារខ្ញុំអត់ទាន់បានតេស្តដែរក៏ប៉ុន្តែសម្រាប់ការលេងនៅស្រុកចិនក៏ដូចជា detail ដែលគេបញ្ជាក់មកយើងតែខ្ញុំកំងហ្នឹងវាមកគួរសមដែរចឹងណាវាមិនខ្ពស់ដូចខាងជប៉ុនទេគ្រាន់តែយើងអាចលេងបានមកល្មមគុណភាពវាមកទទួលយកបានសម្រាប់តម្លៃប៉ុណ្ណឹងណាចឹងមានតែប៉ុណ្្នឹងឯងហើយបើសិនជាបងនៅក្រុងប៉ោយប៉ែតអីក៏ចង់បានដុំតម្លៃល្អអីបងអាចមករកមើលបាននៅក្រុងប៉ោយប៉ែត
ផ្ទះខ្ញុំតែម្ដងសម្រាប់ដុំនេះសិតតែមួយគ្រាប់10រៀលហើយថែមខ្សែតម្លៃ10000ឲ្យទៀតថែមខ្សែគុណ4ឲ្យតម្លៃ10000ហើយសម្រាប់ដងយើងមានដងតម្លៃ$12នេះក៏ដូចជាតម្លៃ$10 $9 ហើយ18សមដើមហើយតម្លៃ8សមដើមដែរចុះមកឲ្យមករកមើលបានដល់ទីតាំងក៏បានហើយឆាតជួបផេកក៏ដូចជា Telegram ក៏បានដុំក៏តម្លៃល្អមានតម្លៃ$10ថែមខ្សែក៏ដូចជាដងក៏តម្លៃល្អ12 10ហើយ9 8ចឹងបើសិនជាបងអាចត្រូវការអាចមករកមើលបានក៏ដូចជាតាក់ទងតាម Telegram និង Pack បានហើយបើសម្រាប់បងក៏ដូចជាអូនចង់បានជាឈុតវិញអាហ្នឹងគឺមានតម្លៃបញ្ចុះជូនហើយការថែមជូនគឺមានត្រឹមតែខ្សែទេបងជាក់ស្ដែងតម្លៃខ្ញុំលក់បញ្ចុះតម្លៃហើយខ្ញុំគិតថែមជូនឲ្យកាត់កងអស់ចឹងណាថែមខ្សែជូនឲ្យបងទៀតស្រួលបងទិញតនុយក៏ដូចជាផ្លែទៅលេងតែម្ដងជំវីដេអូយើងក៏មានតែប៉ុណ្្នឹងឯងសម្រាប់បងមើលទៅទស្សនាហើយចង់បានមួយណាអាចមើលបានចឹងអរគុណច្រើនចាំជួបគ្នាវីដេអូក្រោយបាយបាយ